មានបងប្អូនណាខ្លះដូចខ្ញុំអត់ថ្ងៃខ្លះរកនឹងម្ហូបអត់ឃើញទេអត់ដឹងថាត្រូវធ្វើអីទេពីព្រោះថារាល់ថ្ងៃនេះមានតែស្ងោរឆាជៀនដល់តែសើចចុះសើចឡើងឃើញមឹកញាត់សាច់តំណធ្វើអានឹងដែរហ្មងទៅមានអីពិបាកដែរក្នុងហ្នឹងគឺខ្ញុំប្រើជាមួយនឹងសាច់ជ្រូកជ្រាំហើយជាមួយមីសួរជាមួយនឹងការ៉ុតបន្តិចមកហើយមួយស្លឹកខ្ទឹមហើយខ្ញុំរួចដាក់ជាមួយនឹងម្រេចដែរហើយសម្រាប់គ្រឿងផ្សេងទៀតគឺខ្ញុំប្រើតែទឹកប្រឡាក់សាច់ចំនួន3ស្លាបព្រាបាយទេឲ្យខ្ញុំដាក់3ស្លាបព្រាបាយហ្នឹងហើយចាប់តាមច្បល់សពគ្រឿងហ្នឹងអស់ហើយគឺចាប់តាមញាត់មកចូលទៅអញ្ចឹងចំនួនមកគឺអាស្រ័យទៅលើបងប្អូនទាំងអស់គ្នាទេចង់ធ្វើចាយើងបន្ថែមគ្រឿងច្រើនតាមនឹងអញ្ចឹងណាបន្តមកទៀតនាងខ្ញុំញាត់ហើយគឺយកទៅចំហុយតែម្ដងបងប្អូនមុខម្ហូបនេះយើងចំហុយអញ្ចឹងទៅវាអត់ប្រើខ្លាញ់អត់ប្រើអីអញ្ចឹងសុខភាពល្អមួយយ៉ាងណាយើងញ៉ាំទៅរៀងស្រួលមាត់ដែរវាស្និទ្ធមាត់ដែរហើយសំខាន់រសជាតិវាស្រាលល្មមទេខ្ញុំប្រឡាក់គ្រឿងហ្នឹងបងប្អូនបរិសាតែខ្ញុំត្រូវការច្រឡុកជាមួយនឹងទឹកត្រីកោះកុងយើងម្ដងទៀតហើយសម្រាប់មឹកដែលស្ងោរហើយហ្នឹងគឺវះវាបែបហ្នឹងមកប៉ុន្តែបើសិនជាបងប្អូនមានជាប្រេងគ្រាប់ការីឬក៏ប្រេងគ្រាប់ជប៉ុយអាចលាបពីលើហ្នឹងម្ដងទៀតបានដើម្បីយើងយកសោភ័ណភាពពណ៌មឹកយើងឲ្យស្អាតអញ្ចឹងណាធ្វើតែប៉ុណ្្នឹងទេបងប្អូនហើយរួចរាល់ហើយអស់បាត់ទៅហើយកុំឃើញអញ្ចឹងទេណាបងប្អូនតែញ៉ាំអស់អត់ដឹងខ្លួនទេពួកអីជ្រលក់ជាមួយនឹងទឹកត្រីកោះកុងហាក់ហេងទៅរសជាតិមុតឆ្ងាញ់ហ៎បងប្អូនអញ្ចឹងទៅម្ដុំហើយម្ដុំទៀតម្ដុំហើយម្ដុំទៀតយើងចង់ញ៉ាំផ្ទាប់ជាមួយនឹងបន្លែដែលនឹងមាននៅក្នុងចានហ្នឹងក៏ត្រូវដែរបងប្អូនលក្ខណៈថាអាហារនេះបើសិនជាយើងចង់ញ៉ាំលក្ខណៈថាមុខម្ហូបមួយមុខនេះយើងញ៉ាំជំនួសបាយបានណាបងប្អូនយើងនិយាយថាយើងអត់ចង់ញ៉ាំបាយយើងចង់ញ៉ាំតែមួយមុខហ្នឹងណាឆ្អែតនឹងដូចគ្នាទេព្រោះមានគ្រប់សារជាតិទាំងអស់មានតាំងពីបន្លែមានតាំងពីប្រូតេអ៊ីនសាច់អញ្ចឹងណាកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាបងប្អូនរសជាតិនេះគឺអត់តលន់ទេព្រមហូបងាយងាយស្រួលស្រួលអញ្ចឹងណាអាចងាកមកប្រើជាមួយនឹងទឹកប្រឡាក់សាច់ហើយឬមួយក៏ទឹកកាពិទឹកប្រហុកហើយជាមួយនឹងទឹកអំបិលម្រេចទឹកត្រីកោះកុងពីខាងបងប្អូនបានធានាជូនថាធ្វើត្រូវបានច្រើនមុខម្ហូបខ្លាំងណាស់ហើយងាយស្រួលទៀត